កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះនៅសហរដ្ឋអាមេរិកទទួលបានទិន្នផលល្អបំផុតគ្រប់ពេលវេលាដោយសារវិធីសាស្ត្រកែច្នៃឡើងវិញនិងប្រើប្រាស់លាមកសត្វជាជីប្រកបដោយភាពច្នៃប្រឌិតប៉ុន្តែតើពួកគេធ្វើវាដោយរបៀបណាអ្វីៗទាំងអស់ចាប់ផ្ដើមដោយការប្រមូលលាមកសត្វដែលផលិតដោយគោជារៀងរាល់ថ្ងៃដោយប្រើប៉ែលមេកានិកលាមកសត្វត្រូវបានដាក់ជាគំនររួចដាក់ចូលទៅក្នុងឡានដឹកដីឡានដឹកដីនេះទទួលខុសត្រូវចែកចាយជីរឹងលើវាលស្រែនៅតំបន់ដែលនឹងដាំពោតនោះបន្ទាប់មកត្រាក់ទ័រមួយគ្រឿងបានដឹកដីដើម្បីលាយជាមួយដីដែលធ្វើឲ្យដីនោះកាន់តែមានគុណភាពប្រសើរឡើងប៉ុន្តែគេធ្វើអ្វីមួយជាមួយការសំណល់រាវនេះបានយ៉ាងម៉េចទាំងនេះត្រូវបានប្រមូលនិងរក្សាទុកនៅក្នុងធុងឬបឹងទឹកកខ្វក់ជាកន្លែងដែលគេលាយនិងធ្វើឲ្យវាម៉ត់បន្ទាប់មកពួកវាត្រូវបានផ្ទេរទៅឡានដឹកប្រេងដែលអមដោយត្រាក់ទ័រដែលចែកចាយលាមករាវនេះនៅក្នុងវាលស្រែតាមប្រព័ន្ធទិយោរបស់វាដំណើរការនេះធានានូវការប្រើប្រាស់ជីស្មើភាពគ្នាអរគុណចំពោះយុទ្ធសាស្ត្រនេះកសិដ្ឋានមិនត្រឹមតែបានបង្កើនផលិតភាពរបស់ខ្លួនឯងប៉ុណ្ណោះទេថែមទាំងបានឆ្ពោះទៅរកនិរន្តរភាពទៀតផងគួរចងចាំថាគោមួយក្បាលផលិតលាមកសត្វបាន 10% នៃទម្ងន់រស់របស់វាជារៀងរាល់ថ្ងៃដែលធ្វើឲ្យប្រព័ន្ធនេះក្លាយជាធនធានដ៏មានតម្លៃនិងកកើតឡើងវិញក្រុមហ៊ុនរបស់ Tech មានលក់កុំព្យូទ័រ laptop mini PC និងគ្រឿងសង្ហារិមជាច្រើនផ្សេងទៀតបើសិនជាបងប្អូនត្រូវការសូមទៅណែនាំតាមវីដេអូសារខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនា